ឯកឧត្តមបណ្ឌិតជ្រុនថេរវ៉ាតនាំសារសម្ដេចធិបតីជួបពិភាក្សាជាមួយយុវជនខេត្តកោះកុងបំផុសស្មារតីស្នេហាជាតិឯកភាពផ្ទៃក្នុងនិងរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានខ្លាំងខ្លាយក្នុងស្មារតីយុវជនជាកោសិកាដ៏រឹងមាំរបស់ជាតិនិងជាកម្លាំងបន្តវេនដ៏មានសក្តានុពលវេទិកាពិភាក្សាជាមួយយុវជនខេត្តកោះកុងត្រូវបានរៀបចំឡើងយ៉ាងផុសផុលក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតជ្រុនថេរវ៉ាតតំណាងដល់ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតអនុប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានយុវជនគណៈបកថ្នាក់កណ្ដាលពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី13ខែមិថុនាឆ្នាំ2026នេះដោយមានការអញ្ជើញចូលរួមពីលោកជំទាវជីវ៉ាប្រធានគណៈកម្មាធិការគណៈបកខេត្តកោះកុងព្រមទាំងឯកឧត្តមលោកជំទាវលោកស្រីជាថ្នាក់ដឹកនាំគ្រប់ថ្នាក់គ្រប់ផ្នែកនិងសមាជិកសមាជិកាយុវជនសរុបជិត500រូបវេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបើកចំហដើម្បីក្តាប់ឲ្យបាននូវសតិអារម្មណ៍ទុកកង្វល់ក្តីចម្ងល់និងសំណូមពររបស់យុវជននៅមូលដ្ឋានផ្ទាល់អង្គពិធីទាំងមូលបានប្រព្រឹត្តទៅយ៉ាងមានភាពរស់រវើកដោយមានការឡើងបញ្ចេញមតិយោបល់និងចោទសួរដេញដោលយ៉ាងផុសផុលលើប្រធានបទមួយចំនួនរួមមានស្ថានភាពនយោបាយបច្ចុប្បន្ននិងបញ្ហាព្រំដែនកម្ពុជាថៃការងារសេវាសាធារណៈការចុះបញ្ជីដីធ្លីសូរិយោដីអត្តសញ្ញាណប័ណ្ណនិងអត្រានុកូលដ្ឋានព្រមទាំងបញ្ហាសង្គមផ្សេងៗជាការឆ្លើយតបឯកឧត្តមបណ្ឌិតជ្រុនថេរវ៉ាតព្រមទាំងគណៈអធិបតីបានធ្វើការបកស្រាយបំភ្លឺយ៉ាងក្បោះក្បាយនិងស៊ីជម្រៅដោយបានពន្យល់ពីយន្តការដោះស្រាយប្រកបដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលតាមរយៈយន្តការការទូតយន្តការច្បាប់និងយន្តការសារព័ត៌មានដើម្បីផ្សព្វផ្សាយការពិតទៅកាន់មជ្ឈដ្ឋានជាតិនិងអន្តរជាតិឯកឧត្តមបណ្ឌិតបានអំពាវនាវដល់បងប្អូនយុវជនទាំងអស់កុំឲ្យចាញ់បោកការឃោសនាអុចអាលញុះញង់និងមូលបង្កាច់របស់ក្រុមប្រឆាំងចូលនិយមដែលតែងតែប្រើប្រាស់បណ្ដាញសង្គមដើម្បីបង្កភាពវឹកវរក្នុងសង្គមស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននិងឆ្ពោះទៅមុខឯកឧត្តមបណ្ឌិតប្រធានបានផ្ដល់អនុសាសន៍ណែនាំដ៏មានសារៈសំខាន់មួយចំនួនជូនដល់យុវជននិងថ្នាក់ដឹកនាំខេត្ត 1. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងត្រូវរក្សាឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំលើកកម្ពស់ស្មារតីស្នេហាជាតិនិងជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់ល្បិចកលចិត្តសាស្ត្របំបាយបំបាក់របស់សត្រូវ 2. រក្សាជំនឿចិត្តលើថ្នាក់ដឹកនាំបន្តគាំទ្រជឿជាក់លើការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខនិងរាជរដ្ឋាភិបាលដែលមានសម្ដេចធិបតីជានាយករដ្ឋមន្ត្រីដែលជានិច្ចកាលតែងតម្កល់អាយុជីវិតប្រជាពលរដ្ឋនិងទឹកដីជាធំ 3. ផ្សព្វផ្សាយគោលនយោបាយព្រំដែនត្រូវបញ្ជ្រាបដល់ពលរដ្ឋឲ្យយល់ច្បាស់ពីគោលជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីច្បាប់អន្តរជាតិការទូតនិងព័ត៌មានដើម្បីការពារទឹកដីឲ្យបានដាច់ខាត 4. ត្រៀមលក្ខណៈចំពោះទៅការបោះឆ្នោតក្តាប់ឲ្យជាប់នៅកម្មវិធីនយោបាយរបស់គណៈបកសម្រាប់ដំណើរចំពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ2027និងការបោះឆ្នោតសកលឆ្នាំ2028ខាងមុខ 5. ប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗត្រូវសកម្មក្នុងការបដិសេធព័ត៌មានមិនពិតនិងរួមគ្នាផ្សព្វផ្សាយសមិទ្ធផលពិតរបស់គណៈបកនិងរាជរដ្ឋាភិបាលតាមរយៈការចុចគាំទ្រ like និង share លើទំព័រ page ផ្លូវការរបស់សម្ដេចទាំងពីរ 6. ចងចាំការឈឺចាប់និងការពារអធិបតេយ្យមិនត្រូវភ្លេចខ្លួនចំពោះមហិច្ឆតាឈ្លានពានរបស់យោធាថៃដែលបានបំផ្លិចបំផ្លាញអាយុជីវិតពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធជាតិព្រមទាំងត្រូវត្រៀមសកម្មភាពជាយុទ្ធសាស្ត្រជានិច្ចដើម្បីការពារទឹកដី 7. ពង្រីកវេទិកាដល់មូលដ្ឋានស្នើឲ្យគណៈកម្មាធិការបកខេត្តបន្តរៀបចំវេទិកានេះនៅតាមបណ្ដាខេត្តស្រុកទាំង5នៃខេត្តកោះកុងឲ្យបានទូលំទូលាយដើម្បីផ្សព្វផ្សាយគោលនយោបាយការពារជាតិកសិកម្មនិងសេដ្ឋកិច្ច 8. បន្តយន្តការទទួលសំណូមពរលើកទឹកចិត្តឲ្យយុវជនបន្តផ្ញើសំណួរនិងសំណូមពរនានាមកក្រុមការងារជាបន្តបន្ទាប់នៅពេលក្រោយៗទៀតក្នុងឱកាសនេះដែរឯកឧត្តមបណ្ឌិតជ្រុនថេរវ៉ាតក៏បានពំនាំនៅប្រសាសន៍ដាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតជូនចំពោះអង្គពិធីទាំងមូលព្រមទាំងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាជិកសមាជិកានិងយុវជនទូទាំងខេត្តកោះកុងដែលបានរួមគ្នាកសាងសមិទ្ធផលនានាយ៉ាងច្រើនគួរជាទីមោទនៈ